យើងចង់និយាយពីតុលាការអន្តរជាតិបន្តិចណាដែលជាតុលាការ ICJ ហ្នឹងគេថា International Court Justice តុលាការអន្តរជាតិ ICJ ត្រូវបានបង្កើតឡើងនៅខែមិថុនាឆ្នាំ1945ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ UN Charter តុលាការនេះបានចាប់ផ្ដើមដំណើរការជាផ្លូវការខែមេសាឆ្នាំ1946ប្រទេសដែលជាសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាប្រទេសសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ UN គឺជាប្រទេសសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិបច្ចុប្បន្នមាន193ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិមួយនេះដូច្នេះប្រទេសទាំង193នេះគឺជាភាគីនៃធម្មនុញ្ញ ICJ ផងដែរនេះមានន័យថាពួកគេមានសិទ្ធិចូលរួមក្នុងដំណើររឿងសំណុំរឿងនៅចំពោះមុខតុលាការ ICJ គូបញ្ជាក់ផងដែរថាការចូលរួមជាសមាជិករបស់ UN ធ្វើឲ្យប្រទេសនីមួយក្លាយជាភាគីនៃលក្ខន្តិកៈរបស់ ICJ ដោយស្វ័យប្រវត្តិទោះជាយ៉ាងណាក៏ដោយដើម្បីឲ្យ ICJ មានយុត្ថាធិការលើវិវាទណាមួយប្រទេសដែលពាក់ព័ន្ធត្រូវតែយល់ព្រមដាក់រឿងក្តីរបស់ពួកគេទៅកាន់តុលាការនេះសូមបញ្ជាក់សង្ខេបឲ្យងាយស្រួលបន្ថែម1ដោះស្រាយរដ្ឋនឹងរដ្ឋប្រទេសនឹងប្រទេសតែប៉ុណ្ណោះ2សមាជិកមាន193ប្រទេស3មានទីតាំងនៅទីក្រុងឡាអេប្រទេសហូឡង់4បង្កើតនៅឆ្នាំ1945 5ជាផ្លូវការឆ្នាំ1946